ដាំនេះដាំនោះរាល់តែថ្ងៃតែដូចជាមិនឃើញមានអីសោះហើយមកដាំប្រទាលអីណានេះរបស់ញ៉ាំមិនដាំទេខំងួចសូមឲ្យប្អូនស្រីជួយទិញផើងឲ្យចាំមួយថ្ងៃបាត់មួយថ្ងៃហើយមួយថ្ងៃទៀតចូលរាប់ខែហើយនៅតែមិនឃើញមានអ្នកណាគេទិញឲ្យឥឡូវមានតែមកកាត់10ខ្លាញ់យកទៅដាក់ដាំហើយថាមិនចង់ដាំចឹងទេព្រោះមើលទៅវាមិនសូវស្អាតចង់បានផើងល្អយកមកដាក់ដាំគេឲ្យមើលទៅវាទំនងតែឥឡូវបដោះដាក់10ខ្លាញ់នេះសិនហើយតន់ចិត្តកំពុងតែចង់ដាំណាមួយ10ចូលអស់ហ្នឹងបាននិយាយឲ្យចំទៅធន់ជាងផាមផ្កាដែលខ្ញុំធ្លាប់ទិញយកមកដាំទៅទៀតពិបាកបន្ទោសដែរបើផាមផ្កាដែលខ្ញុំដាំហើយគឺត្រូវដាក់វាឲ្យចំថ្ងៃដាក់តែក្នុងម្លប់ដើមឈើដុះមិនល្អទេដល់តែដាក់5ថ្ងៃអញ្ចឹងល្អតែដើមផ្កាតែផើងផុយអស់ផើងខ្លះដាក់ដាំមិនដល់1ឆ្នាំផងខូចអស់ហើយមកពីផើងចាស់ខូចអស់អញ្ចឹងហើយបានជាខ្ញុំចង់បានផើងថ្មីហើយផ្ដាំឲ្យបងខ្ញុំរកផើងណាដែលជាប់ល្អធន់ជាមួយនឹងកម្ដៅថ្ងៃតែអត់យកផើងធ្វើពីថ្មធ្វើពីស្មងទេព្រោះអីធ្ងន់ណាស់ខ្ញុំដាំដាក់ផើងគឺដើម្បីស្រួលបដូរទីកន្លែងបើផើងធ្ងន់ពេកលើកមិនរួចនាំតែពិបាកបើដាំកូនប្រទាលកូនផ្កាដោយដែលខ្ញុំកំពុងដាំនេះមិនអីទេតូចប៉ុណ្ណឹងអាចលើករួចនិយាយទៅអង្គុយចាំផាមផ្កាប្អូនខ្ញុំឡើងដើមឈើធំអស់ហើយដើមខ្លះធំឡើងលេចក្បាលល្មមតែនឹងយកដាំនៅដីវិញខ្ញុំក៏មិនដឹងដែរព្រោះម៉ែជាអ្នកយកឲ្យដាំការគាត់យកឲ្យដាំដើមទូចដាំយូរទៅធំទៅដល់តែពេលអញ្ចឹងបានខ្ញុំដឹងថាការប៉ាត់ដើមហ្នឹងមិនសមដាំដាក់ផើងសោះតើឈប់និយាយពីរឿងដើមឈើដាំដាក់ផើងមកមើលដើមសេដាម្ដងដើមសេដានេះហើយដែលសិពីជាអ្នកបណ្ដោះការបណ្ដោះក៏បានចេញវីដេអូដែរបណ្ដោះរាប់ខែរាប់ឆ្នាំហើយអត់យកទៅដាក់ដាំដើមនៅតែប៉ុណ្្នឹងដដែលហើយនេះគឺជាដើមដែលខ្ញុំយកមកដាំកាលពី2-3សប្តាហ៍មុនស្រីពីបណ្ដោះបានដោះ4ដើមដែរនឹងដល់តែបានយកមកដាំនៅដីអញ្ចឹងបានលាស់ត្រួយថ្មីស្លឹកក៏ឡើងធំមើលទៅដូចជាត្រូវជីល្អខ្ញុំកាប់ក្លុកដាំសូវបានធំប្រមាណទេព្រោះមិនសូវមានកម្លាំងណាមួយដីក៏ស្ងួតទៀតមានតែកាប់តាមសមត្ថភាពអីតែមិនមែនគ្មានកម្លាំងដល់ថ្នាក់កាត់តិចឆាត់អញ្ចឹងទេតាមប៉ាត់មកពីសង្ស័យថាម្ដុំហ្នឹងដូចជាមានតយោទឹកអញ្ចឹងហើយក៏កាប់កោប្រយ័ត្នទៅព្រោះតយោកន្លែងនេះបើកាប់ត្រូវមែនប្រកាសជាធ្ងន់ធ្ងរហើយព្រោះកាប់ដីជ្រៅងាយអីនឹងកាប់ដីតតយោដោយសារតែកាប់រណ្ដៅបានតូចអញ្ចឹងហើយត្រូវតែដាក់ជីប៉ះប៉ៅវិញជីនេះជីអាចមាត់បប៉ាទេគាត់កើបច្រកបាវទុកចាក់នៅស្រែតែខ្ញុំទៅលួយអ៊ំមកបាវយកមកប្រើលេងកាមឲ្យស្រាប់ស្ងួតអត់ធំក្លិនបានជីតែប៉ុណ្ណឹងមកដាក់ដាំល្អយកទៅណាមិនអស់តែខ្ញុំនេះអាំងតែមានជីចេះតែជ្រុលដៃរឿងដាក់ជីនឹងរហូតដើមឈើដែលងាប់ដោយសារជីក៏មិនតិចដើមដែរតែក៏នៅតែមិនបន្ធូរដៃរឿងដាក់ជីនឹងតែសបោគឺអញ្ចឹងហើយតែបន្តិចទៀតនឹងប៉ាគាត់ដឹកយកទៅដាក់ស្រែអស់ស្រួលរត់តែជីលេដាំបដោះកូនឈើក៏គ្មានដែរមើលទៅខ្ញុំគួរតែធ្វើក្លុកជីកប៉ុសមួយសម្រាប់ខ្លួនឯងធ្វើតែ1ម៉ែត្រ4ជ្រុងក៏បានដែរចាក់សម្រាមហើយទៅលួចឲ្យគោប៉ាខ្លះយកមកចាក់លាយព្រោះដីនៅផ្ទះខ្ញុំនេះហាខ្សោះណាស់បើអត់មានជីទេដាំអីក៏មិនល្អដែរដាំបន្លែមិនសូវបានផ្លែល្អទេបើដាំដើមឈើហូបផ្លែវិញរាប់ឆ្នាំមិនធំតាណាសោះដីលាយរួចរាល់ហើយមកដាក់ដើមស្ដាទាំងអស់គ្នាដើមនេះជាដើមទី3នៅម្ដើមទៀតមិនទាន់បានដាំ4-10ថ្ងៃទើបឆ្លៀតដាំម្ដើមបើឲ្យដាំម្ដងទាំងអស់កាប់រណ្ដើមបានដាំទេណាមួយលេខដីលេខជីត្រូវស្រោចទឹកហើយក៏ត្រូវទៅកាត់មេឫស្សីយកមកចាល់វាកុំឲ្យមន់ទាកាយវាដែរកាត់ទៅដាំម្ដើមហ្នឹងគឺគ្រប់កម្លាំងធ្វើល្មមឆ្លៀតធ្វើពេលល្ងាចឡើងមេតិចនិយាយទៅរឿងដាំដុះអស់ហ្នឹងឆ្លៀតធ្វើបានតែមួយផ្លែតពេលមេចិត្តល្ងិតនឹងឯងព្រោះធម្មតាដាំកូនឈើចាស់ខ្ញុំដាំតែពេលល្ងាចទេកូនឈើអត់ត្រូវពលឺថ្ងៃខ្លាំងអត់ស្វិតបានស្រោចទឹកទុកមួយយប់ទៀតព្រឹកឡើងចង្ហោចណាស់ក៏មានកម្លាំងបន្តិចដែរតែដាំកូនឈើឬចប់ដីអញ្ចឹងខ្ញុំមិនសូវខ្លាចរឿងស្វិតស្ពូនទេខ្លាចតែកូនឈើកោះមកដាច់ឬយកមកដាំគឺត្រូវរកអីចាលគ្របកុំឲ្យត្រូវពលឺថ្ងៃទៀតតែគ្រាន់តែដាំប៉ុណ្ណឹងគឺងាយទេពិបាករឿងមើលថែរហូតដល់ចេញផ្លែផ្កាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ